នេះគឺជាវិធីសាស្ត្រជម្លៀសខ្លួនដ៏ពិសេសមួយពីអគារខ្ពស់ៗក្នុងខណៈពេលដែលយើងមានអាសន្នដែលការជម្លៀសខ្លួននេះបានគឺអាស្រ័យទៅដោយឧបករណ៍ម្យ៉ាងដែលគេបានឲ្យឈ្មោះថាកាតាបស្ពាយជម្លៀសខ្លួនដោយបំផោងខ្យល់នៅពេលដែលមានអគ្គិភ័យឬក៏គ្រោះថ្នាក់ទៅតាមអគារខ្ពស់ៗគេអាចប្រើប្រាស់ឧបករណ៍នេះដើម្បីជម្លៀសខ្លួនករណីដែលមានអាសន្ននេះបានឧបករណ៍នេះមើលទៅដូចជាកាបូបស្ពាយធម្មតាតែប៉ុណ្ណោះក៏ប៉ុន្តែវាមានសមត្ថភាពបំផោងយ៉ាងលឿនបំផុតក្នុងរយៈពេលត្រឹមតែ10វិនាទីកាបូបស្ពាយនឹងបំផោងចេញជាបំពង់វែងៗដូចជាផ្កាយក្សអញ្ចឹងហើយវាចាប់ផ្ដើមរីកនៅខាងក្រៅបង្អួចដោយគេបានអនុវត្តបែបនេះនៅពេលដែលបំពង់បំផោងនោះចាប់ផ្ដើមរីកពេញលេញហើយយើងត្រូវតែដោះខ្សែសុវត្ថិភាពហើយទម្លាក់ខ្លួនទៅខាងក្រោយតែម្ដងដូច្នេះហើយនៅពេលដែលឧបករណ៍នេះវិលចុះមកដល់ដីឆាត់យងរបស់វាក៏ចាប់ផ្ដើមលាតសន្ធឹងយ៉ាងពេញលេញល្អតែម្ដងហើយខ្នើយបំផោងនៅបាតរបស់វាគឺជាខ្នើយដែលជួយថែរក្សាលំនឹងនិងស្រូបទាញកម្លាំងប៉ះទង្គិចដើម្បីការពារសុវត្ថិភាពអ្នកជម្លៀសខ្លួនឲ្យមានសុវត្ថិភាពទាំងស្រុងហើយបង្ហាញម៉ាស៊ីនវាស់សម្ពាធឈាមភាសាខ្មែរម៉ាកនិរន្តរ៍ស៊េរីថ្មីគឺជាប្រភេទម៉ាស៊ីនវាស់សម្ពាធឈាមប្រាប់លទ្ធផលជាភាសាខ្មែរនិងអាចសាកថ្មដោយទូរស័ព្ទដៃបានមានទទួលស្គាល់ស្តង់ដារអាល្លឺម៉ង់ជាក់លាក់ដែលមានដាំ Germany Quality នៅលើតួម៉ាស៊ីនហើយនឹងប្រអប់ផ្ទាល់ផងដែរម៉ាស៊ីននេះអាចបើកសំឡេងជាភាសាខ្មែរក៏បានឬក៏បិទសំឡេងក៏បានអេក្រង់របស់វាមានភាពស្ណែនមាំទាំល្អនិងធានាថាមិនមានការដាច់អេក្រង់ទេដែលក្នុងមួយឈុតរួមមានម៉ាស៊ីនមួយខ្សែរុំដៃមួយខ្សែ USB មួយនិងថែមក្បាលឆ្នាំងសាកមួយដែលឥតគិតថ្លៃអាចទម្លាក់លេខនិងទីតាំងក្រោមវីដេអូមួយនេះដើម្បីទទួលការដឹកជញ្ជូនដែលឥតគិតថ្លៃ